សុស្ដីបងប្អូននេះជាថ្ងៃទី2ហើយដែលខ្ញុំបានថតប្លុកខ្លីៗជូនបងប្អូនទស្សនានៅក្នុងក្រុងសៀមរាបនៅឡើយនេះមុននឹងចូលថ្នាក់សិក្សាយើងត្រូវទៅកន្លែងញ៉ាំអាហារសិនគឺអាហារ buffet ព្រឹកនេះចាសូមអញ្ជើញមកតាមខ្ញុំទៅក្នុងបន្ទប់អាហារទាំងអស់គ្នាហើយបន្ទាប់មកយើងនឹងចូលសិក្សានេះក្រោកឡើងអរុនសួស្ដីលោកគ្រូអ្នកគ្រូសុខសប្បាយទេចានេះគឺជាអាហារនៅក្នុងសន្តាគារដែលមានអាហារគ្រប់មុខនៅទីនេះមិនថានំប៉័ងមិនថាសាំងវិចបបរសបបរគ្រឿងគុយទាវបាយឆាមីឆាសាច់ក្រកមានគ្រប់មុខទាំងអស់យើងចូលចិត្តញ៉ាំអ្វីយើងញ៉ាំហ្នឹងទៅចាបន្ទាប់ពីញ៉ាំអាហាររួចហើយយើងចូលទៅក្នុងថ្នាក់សិក្សាព្រះបន្ទូលបន្តទៀត is your love for each one of us ទៅពីបណ្ដោយពីជំរឿននៃសេចក្តីស្រឡាញ់ของទ្រង់ you and to others through you ហើយសូមឲ្យព្រះគ្រីស្ទបានបាត់សម្ដែងអង្គទ្រង់ឲ្យ God and the fullness of God សូមឲ្យពួកជំនុំនៅកម្ពុជាទាំងមូលបានពេញទៅដោយសេចក្តីស្រឡាញ់មកពីព្រះក្រោយពីសិក្សាព្រះបន្ទូលចប់ហើយយើងដល់ម៉ោងញ៉ាំអាហារពេលថ្ងៃត្រង់ទៀតហើយចានេះណែអ្នកគ្រូលោកគ្រូពិសាបាយជុំគ្នាទៀតហើយនៅវេលាថ្ងៃត្រង់នេះចាបន្ទាប់ពីញ៉ាំរួចយើងក៏បានចេញមកក្រៅថតរូបភាពលេងនៅជុំវិញអាងទឹកហ្នឹងមានកញ្ចុះអង្គុយលេងដើមឈើខៀវខ្ចីស្រស់ស្អាតណាហើយយើងក៏ថតលេងជាច្រើនប៉ុសជាមួយគ្នាស្រូបខ្យល់អាកាសនៅទីនេះស្ងាត់ស្ងៀមល្អសូមទស្សនាជាមួយខ្ញុំជាបន្តដូចទៅចានេះជាសកម្មភាពថតរូបភាពលេងសប្បាយនៅតាមអាងទឹកដែលមានទេសភាពខៀវខ្ចីស្រស់ស្អាតឥឡូវដល់វេលាដែលយើងចូលថ្នាក់ដើម្បីសិក្សាបន្តទៀតហើយតោះសូមទៅតាមដានជាមួយខ្ញុំនៅក្នុងបន្ទប់សិក្សាម្ដងតើមានសកម្មភាពអ្វីខ្លះសូមអញ្ជើញចានេះជាបន្ទប់ថ្នាក់ដែលត្រូវចូលសិក្សាតោះសូមតាមដានជាមួយខ្ញុំបន្តទៀតជាមួយអ្នកគ្រូផ្សេងលោកគ្រូផ្សេងដែលនៅក្នុងបន្ទប់នេះហើយសូមឲ្យព្រះគ្រីស្ទបានបាត់សម្ដែងអង្គទ្រង់ឲ្យ God and the fullness of God សូមឲ្យពួកជំនុំនៅកម្ពុជាទាំងមូលបានពេញទៅដោយសេចក្តីស្រឡាញ់មកពីព្រះ and long and high is your love for each one of us សូមជួយយើងខ្ញុំពីបណ្ដោយពីជំរឿននៃសេចក្តីស្រឡាញ់ของទ្រង់
ចាឥឡូវយើងបញ្ចប់ការសិក្សាហើយយើងក៏ចេញមកខាងក្រៅដើម្បីស្រូបខ្យល់អាកាសអង្គុយលេងនៅតាមកញ្ចុះនៅតាមមាត់ទឹកអាងហ្នឹងថតលេងបន្តទៀតហើយនឹងទៅខាងមុខសន្តាគារហើយនឹងថតទេសភាពផ្លែផ្សេងប្លុកខ្លីៗជូនបងប្អូនបន្តឲ្យបានទស្សនាទៀតក្រោយពេលដែលបញ្ចប់ដើរទស្សនានៅតាមអាងទឹកហើយឥឡូវយើងមកមុខសន្តាគារម្ដងនៅពីមុខសន្តាគារមានទេសភាពស្រស់ស្អាតធំទូលាយល្អដាក់ឡានម៉ូតូចតងាយស្រួលអត់បារម្ភទេដែលយើងដើរលេងថតនៅពេលល្ងាចឡើងសម្រាប់យើងដើរជុំវិញនឹងហាត់ប្រាណបានចានេះយើងឡើងទៅលើកុំភ្លេចបងប្អូនដែលមកលេងនៅសៀមរាបចូលទស្សនាឬក៏សម្រាប់នៅក្នុងសន្តាគារមួយនេះពិតជាមានផាសុកភាពល្អស្រស់ស្អាតមែនទែនធំទូលាយហើយម៉ាស៊ីនត្រជាក់ល្អទៀតផងបងប្អូនចានេះគឺជាឈ្មោះសន្តាគារ Bayon Era ខ្ញុំក៏ដើរលេងតាមសួនផ្កាសួនស្មៅនៅពីមុខសន្តាគារហ្នឹងណាហើយមានកន្លែងហាត់ប្រាណទៀតឥឡូវយើងកំពុងតែហាត់ប្រាណទាំងអស់គ្នាបងប្អូនណាដែលចូលចិត្តហាត់ប្រាណដើម្បីសុខភាពល្អហើយឲ្យគីឡូយើងថេផងដែរណាថ្ងៃនេះយើងកំពុងតែហាត់ប្រាណហើយនៅក្នុងពេលល្ងាចដែលសម្រាប់ពីការសិក្សានេះសូមតាមដានទាំងអស់គ្នាជាមួយខ្ញុំជាបន្តទៀតនៅសកម្មភាពផ្សេងៗនៅក្នុងថ្ងៃទី2នេះក្រោយពីហាត់ប្រាណរួចយើងញ៉ាំអាហារបន្តទៀតនៅពេលល្ងាចលោកគ្រូអ្នកគ្រូកំពុងតែញ៉ាំអាហារជុំគ្នាហើយអាហារពេលល្ងាចយើងមានម្ហូបពិសេសឆ្ងាញ់ហើយបន្ទាប់មកយើងដើរលេងកម្សាន្តនៅពេលយប់នៅផ្សាររាត្រីបងប្អូនឃើញទេនេះពេលយប់ភ្លើងពណ៌ស្អាតមែនទែនគ្រឿងអលង្ការសម្ភារៈវត្ថុអនុស្សាវរីយ៍ផ្សេងខោអាវរ៉ូបអីជាដើមស្អាតណាស់ចាល្អមែនតើនេះយើងកំពុងតែដើរទិញអីវ៉ាន់នេះអ្នកគ្រូលោកគ្រូគាត់ដើរផ្សារដើម្បីទិញអីវ៉ាន់ផ្សេងមានខោអាវគ្រប់ម៉ូដហ្មងវត្ថុអនុស្សាវរីយ៍ប្លែកៗច្រើនទៀតបងប្អូននេះជាផ្សាររាត្រីនៅសៀមរាបចាឥឡូវយើងដើរមើលវត្ថុអនុស្សាវរីយ៍បន្តទៀតនេះមានមួកមានស្គរមានប៉ៃមានត្រអីជាដើមណាហើយឥឡូវយើងបង្ហាញកន្លែង Pop Street ដែលនៅទីនេះនៅវេលាពេលយប់គេតែងតែមកលេងកម្សាន្តស្ដាប់ភ្លេងតន្ត្រីផ្សេងគ្រប់ជាតិសាសន៍ចូលរួមតែម្ដងចានេះយើងឃើញហើយអ្នកណាទិញអីវ៉ាន់ទិញទៅអ្នកណាញ៉ាំអាហារញ៉ាំការ៉េមញ៉ាំបង្អែមអីមានគ្រប់មុខហ្មងនៅទីនេះនេះយើងឃើញភ្ញៀវបរទេសគាត់កំពុងតែធ្វើដំណើរកម្សាន្តនៅពេលយប់រៀងរាល់រាត្រីយើងទៅផ្សាររាត្រីហ្នឹងយើងនឹងឃើញហើយនៅវេលាយប់ដែលជនបរទេសគាត់បានមកលេងកម្សាន្តស្ដាប់ភ្លេងនៅទីនេះ
chả miền tàng khmai miền chít sạt rìm xe chơi rùm dòng mạch đá chuột chật tê bóng ố nờ video mùi ní miền tàng nhiều bọt tê miền tàng khmai để chơi rùm đà lên cầm san này còng bần lử phường bò đã sát hay miền nẹt lụa hộp ha xanh tiết đây cũng bông tật và cùng nhiều là tạm phơi hay tàng miền phơi rồi lông sợi tiệt hòm chà nèยังเคยผิวบอดเต้ได้กอดดาวจิกรมกรุษาจิมัดแพะ Rồi đấy.
យ៉ាងម៉េចដែរបងប្អូនពេលដែលទស្សនាវីដេអូនេះមានអារម្មណ៍ស្រស់ស្រាយទេយើងជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណដែលបានតាមដានពីដើមដល់ចប់សូមជម្រាបលាបាយបាយ